មេដឹកនាំកូរ៉េខាងជើងលោកគឹមចុងអ៊ុនបានជាប់ឆ្នោតជាអគ្គលេខាធិការនៃគណៈបកពលករជាថ្មីម្ដងទៀតនៅឯមហាសន្និបាតបកដ៏កម្រមួយនេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃច័ន្ទទី23ខែកុម្ភៈឆ្នាំ2026នៅក្នុងសេចក្តីរាយការណ៍របស់ខ្លួនប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA បានឲ្យដឹងទៀតថាការសម្រេចចិត្តខាងលើត្រូវធ្វើឡើងកាលពីថ្ងៃអាទិត្យទី22ខែកុម្ភៈដែលជាថ្ងៃទី4នៃមហាសន្និបាតបកពលករស្របតាមឆន្ទៈមិនរង្គោះរង្គើនិងក្តីប្រាថ្នាជាឯកច្ឆន្ទរបស់ប្រតិភូទាំងអស់សេចក្តីរាយការណ៍ដដែលថែមទាំងបានគូបញ្ជាក់ផងដែរថានៅក្រោមភាពដឹកនាំរបស់លោកគឹមចុងអ៊ុនសមត្ថភាពកំញោនទប់ស្កាត់សង្គ្រាមរបស់កូរ៉េខាងជើងជាមួយកងកម្លាំងនុយក្លេអ៊ែរត្រូវបានធ្វើឲ្យប្រសើរឡើងគូបញ្ជាក់ថារាប់សតវត្សមកហើយអាវុធនុយក្លេអ៊ែរនិងអំណាចយោធាបានក្លាយជាកម្មវត្ថុចម្បងគេមុនអ្វីទាំងអស់របស់រដ្ឋកូរ៉េខាងជើងប៉ុន្តែចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ2021មកលោកគឹមចុងអ៊ុនបានសង្កត់ធ្ងន់ផងដែរពីការស្ដារជីវភាពប្រជាពលរដ្ឋនិងសេដ្ឋកិច្ចរបស់កូរ៉េខាងជើង